សួស្តីហ្វេនចាខ្ញុំនៅនេះចាអរគុណបងប្អូនច្រើនហ្វេននៅក្នុង YouTube និង Facebook ថ្ងៃនេះយើងមកនិយាយគ្នាអំពីថាការភាពចុះខ្សោយនៃសុជីវធម៌នៅស្រុកខ្មែរដែលប្រុសមានស្រីខាងក្រៅច្រើនយ៉ាលួចមានស្រីលួចមានស្រីស្នេហ៍កំណានប្រពន្ធចុងរហូតមានវិបត្តិគ្រួសារហើយការងារនេះខ្ញុំធ្វើឡើងដោយសារមានសំណូមពរពីអូនស្រីចាហ្វេនយើងស្រីគាត់សំណូមពរគាត់ថាបងចិន្តាអើយឥឡូវនេះប្រុសស្រុកខ្មែរមានស្រីច្រើនណាស់ហើយចឹងទៅសូមឲ្យបងជួយធ្វើវីដេអូហ្នឹងដើម្បីដាស់តឿនក្រើនរំលឹកដល់ប្តីចាលោកប្តីចាបើប្រុសនៅកំឡោះអត់ទាន់រៀបការអីមិនជាបញ្ហាទេមានស្រីមានដៃគូច្រើននៅនឹងរឿងតម្លៃរបស់គាត់មិនដែររឿងដែលជាបញ្ហាគឺនៅស្រុកយើងចានេះចារបស់ខ្ញុំអារ៉ូស្កូណានៅស្រុកយើងវាមានប្តីមានប្រពន្ធហើយយើងរៀបការពេញច្បាប់ហើយយើងមានគ្រួសារមានកូនមានអីហើយយើងលួចមានស្រីខាងក្រៅហើយមិនត្រឹមតែមានលួចមានស្រីខាងក្រៅទេមានកំណានមានអីច្រើនញ៉ៃមែនតើហ្នឹងហើយនៅបញ្ហានឹងវាកើតមានឡើងនៅក្នុងសង្គមយើងវាធ្វើឲ្យមានវិបត្តិចាវិបត្តិគ្រួសារមិនថាខ្ញុំមិនថាគេខ្ញុំធ្លាប់ជួបដែរខ្ញុំបែកបាក់គ្រួសារដោយសារប្តីខ្ញុំលែងគ្នានឹងឯងចាំបន្តិចបងប្អូនខ្ញុំដាក់ record សិនបញ្ហានេះវាមានទាំងយូរណាស់ហើយអូនស្រីគាត់ទៅថាឥឡូវមានច្រើនបងក៏ប៉ិតមិនមែនឥឡូវទេមានតាំងពីដើមអើយមកប្រុសខ្មែរយើងដែលទម្លាប់មានស្រីខាងក្រៅណាចាមានច្រើនណាមានទៅតែមានឥឡូវទេខ្ញុំមើល record របស់ខ្ញុំសិនចាំបន្តិចសិនម៉ែយ៉ាងម៉េចហើយយ៉ាមានស្រីច្រើនតាំងពីណាពីណីមកនោះប៉ុន្តែដោយសារពីដើមពីអត់ទាន់មានសង្គម social media ច្រើនណាដល់ចឹងហើយយើងអត់សូវដឹងបញ្ហាហ្នឹងគេអត់សូវផុសគេអត់សូវអីទេជាពិសេសស្រីខ្មែរយើងតាំងពីសម័យមុនចាគឺប្តីមានស្រីគាត់ដែរហ៊ានមាត់ទេគាត់ខ្មាស់គេគាត់លាក់បាំងចឹងណាស្ត្រីខ្មែរយើងប្រកែណាលាក់ឲ្យនឹងទ្រាំឲ្យនឹងស៊ូចាទ្រាំឲ្យនឹងស៊ូចាំបន្តិចមើល record ខ្ញុំមកចានេះអត់ record ទ្រាំឲ្យនឹងស៊ូជាមួយប្តីអត់ហ៊ានលែងប្តីអត់ហ៊ានឆ្លោះមួយប្តីអត់ហ៊ានតវ៉ាអត់ហ៊ានតតាំងអីទាំងអស់ហ្នឹងឯងយើងចូលរួមទៅចែកទាំងអស់គ្នាហើយខ្ញុំសូមអធិស្ឋានផងដែរសម្រាប់បងប្អូនប្រុសចាដែលគិតថានិយាយទៅអាចប៉ះពាល់ចាបរិះមួយចំនួនណាគិតថាប៉ះពាល់ខាងលើខ្ញុំនិយាយទៅប៉ះពាល់ទៅដល់រឿងឯកជនភាពរបស់បងប្អូនសូមអធិស្ឋាននេះគ្រាន់ជាការវែកញែកមួយនៅក្នុងសង្គមព្រោះខ្ញុំចង់ឲ្យសង្គមយើងមានសិលធម៌នៅក្នុងការរស់នៅជាពិសេសលក្ខណៈជាគ្រួសារប្តីប្រពន្ធហ្នឹងឲ្យមានសុភមង្គលទេព្រោះខ្ញុំជាស្រីដូចគ្នាខ្ញុំតែងតែមានការរងគ្រោះដែរប្តីខ្ញុំខូចមានស្រីប្តីខ្ញុំតឡាការមានលុយច្រើនដើរខលខូចមានស្រីគៀអញ្ជើញមិនអស់រហូតដល់ថ្ងៃមួយមានស្រីនៅកពតហ្នឹងជាប់ស្អិតតាត់ស្រីកូនក្តីជាប់ស្អិតមួយឆ្នាំជាងអត់ដាច់ពីគ្នាសោះទាញមកស្អិតដូចតកែស្អិតដូចស្គរតាំងម៉ែស្អិតរហូតខ្ញុំទ្រាំលែងបានខ្ញុំទៅលេងលះគាត់ទៅបានចប់រឿងចាអញ្ចឹងរឿងនេះវាមានបញ្ហាច្រើនតាំងពីដើមឡើយមិនមែនតែឥឡូវទេចាដោយសារសង្គមយើងវាធ្លាក់ចុះនៅសិលធម៌នឹងឡូវនឹងធ្លាក់ចុះដោយសារមានការបង្ហាញនៅក្នុង social media ច្រើនបើការលោកមុនអត់ទេយើងមាន Facebook មានអីណាមិនអញ្ចឹងដល់ពេលឲ្យស្ត្រីមានស្រីស្ត្រីប្តីមានស្រីគាត់សង្ងំចាគាត់សង្ងំនៅផ្ទះហើយគាត់អត់ហ៊ាននិយាយអីទាំងអស់ដល់ពេលឥឡូវមានណាស្ត្រីឥឡូវគាត់ឈឺចាប់ហើយគាត់មានអាសង្គមផ្សាយ Facebook YouTube អីអញ្ចឹងណា social media ច្រើនគាត់ឈឺចាប់គាត់បង្ហាញពេលហ្នឹងយើងទៅចាប់ដើមឃើញថាប្រុសខ្មែរមានស្រីច្រើនណាហ្នឹងហើយមិនមែនទេមានច្រើនតាំងពីដើមវប្បធម៌របស់ខ្មែរយើងបើប្តីមានស្រីអត់សូវខុសទេតាំងពីដើមមកប្តីអាចយកប្រពន្ធ2 3អីទៀតណោះចាស់ពីសង្គមណាបងប្អូនណែលឺហ៎ចាស់ពីសង្គមចាប៉ុន្តែច្បាប់ក្រោយមកកែប្រែមិនអនុញ្ញាតឲ្យប្រុសខ្មែរយើងនឹងមានប្រពន្ធ2 3ឯងអញ្ចឹងហើយគាត់លួចលាក់ដល់គាត់អត់មានប្រពន្ធច្រើនបានគាត់មិនត្រូវតែលួចលាក់ចាប៉ុន្តែបើការពិតមែនតែនទៅតាំងពីណាពីណីមកបងប្អូនចាគឺប្រុសខ្មែរយើងមានសិទ្ធិមានអំណាចនៅក្នុងការលួចមានស្រីកង្ក្រៅអីអញ្ចឹងទៅប៉ុន្តែដល់ពេលមែនតែនទៅច្បាប់មិនអនុញ្ញាតទេមានប្រពន្ធមួយនៅផ្ទះហើយមានស្រីក៏ខុសទៅមានប្រពន្ធរៀបការប្រពន្ធមួយទៀតក៏ខុសដែរច្បាប់នេះស្រុកខ្មែរយើងក៏មានស្រុកណាក៏មានឥឡូវតោះយើងចូលមកដល់រឿងហេតុអីបានយើងធ្លាក់ចុះនៅក្នុងសង្គមហ្នឹងសួរបងប្អូនសួរថាប្រុសនៅប្រទេសគេជាពិសេសនិយាយនៅអាមេរិកដល់ឡែកចុះណាដោយសារខ្ញុំនៅនេះតើប្រុសខលខូចច្រើនអញ្ចឹងដែរអត់ចិន្តាមានខលខូចដូចតែគ្នាហ្នឹងប្រុសជាតិឈ្មោះថាជាប្រុសនៅប្រទេសណាជាតិសាសន៍ណាក៏ខូចដែរចង់មានស្រីច្រើនចង់មានដៃគូច្រើនដែលមនុស្សប្រុសមានចំណងក្នុងការរួមភេទច្រើនដោយសារគេដឹងរឿងនឹងធម្មជាតិរបស់មនុស្សប្រុសអញ្ចឹងហើយបាន
nó mà cái vị vọt chân lươn trường dướng chả cái đấng cái thời cho bạp môi cà phê sợi chả cái mình ao bỏ đó nó rồng lô bùng pin nó lừa sợi tiền chẳng hai bàn chia nơi này sợi miền sợi ẩm nái trà mình tén chẳng hai bỏ đó ai khôi bán có pan tái pena tại bờ pôn đắng cứ bờ pôn đắng tam phơi cho bạp hai sông lèn nơi này bị chởn pro á ao để tha lên miền sợi á nhưng phải bong pôn ao để tha miền sợi bờ pôn đắng ở sông lèn mỏng nhung cầm rõ khơi bờ pôn na để đây miền sợi hai cái tròn luôn nơi đuổi sợi khai cầm rõ miền á phía tây bong pôn vô lấy miền đai miền phía tây chẳng đời xa sợi nở một ní cái miền sợi ẩm nát khăng hay cho bác về quam tro sợi nắng ao miền át tiếp chương phổ chẳng pro tây nam miền lui sợi khang cáo miền pôn khang cáo sợi cái miền sợi đằng lén cái tim tia trộp sầm bát cái tim tia ở chấm cốn về khác tim tia ở mòn chấm khuôn quạt trên sợi nắng về na gọi miền càng như thơ còn nở té chẳng phải đấy phò này ní ta hiền miền sợi pôn đằng miền xạ xây khục khoán hai đằng lén tim tia bong lôi khát trở nè chẳng mà chỉ vật bom được pro nắng lên bờ pôn hai miền phiệp từ tôi khó thở tăng côn trộm sầm bát chạy ở bờ pôn bẹ cà về khác chấm bờ pôn đang tiệt sấy đằng sấy miền sợi ẩm nái tràn chiêng pro hai cho bắp cây chắp ao lê nha bờ sân chỉ sấy những tiêm tia chả mình đôi sọc mai dương nghe lang tả cá có bà tiêm tia trộm sầm bát có bà về khác lên đây tới luôn ai ăn miền trộm sầm bát so chơi rosi ở thưa cá hay mùi bình tiết côn miền phiệp từ tôi khó thở ta mà này nó dọc mai ao ta hiền lên phải đấy cô nắng chia bản tụcរបស់ ម្ដាយ thị trà xong bây ta khuôn nhom cả đời tụi bay phải đây nâng miền lôi miền ấy cả đời bản này phải đây đôi ọt miền phiệp từ tôi khó thở hay cho bạp hà cạnh nó dọc mai dướng vía miền có bản này vía mình miền nó bọt cho bạp nó ở ban thầm thở đôi nằm đấy hà cạnh sòng khăn nè bờ mà được prong thở chừng châm côn á lên khi tơ ta hiền ọt châm côn chột cục chọp cục bỏ bữa sân lược lênแต่ก่อนอดเมียนกลางยี่เธอโอเคไอ้บอกเมียนกลางยี่เธอฉบับนั้นเกี่ยวกับไปโอโต้ติดพี่แบงกองตะเดียกี้โจมอจินจำโกน้องดัดไรตามดองอดจำบัดประเดี๋ยวนั่นไอ้เธอโยลุยแต่เขาจะเอาแบบปนจำโกนอดเลยเดี๋ยวนี้ฉบับตั้งรังหาระกัดเนี่ยน้าก็คลายแต่ตั้งโปรตั้งใส่เบอร์ยื่นหรือใส่แรงแค่นี้โยโกนแต่เอาโปรจำยื่นมาได้เมียนกลางยี่เธอเธอจินจำโกนน่ะหาระกัดยื่นเธอเมียนด้วยแค่นี้ตั้งใส่ตั้งโปรนะนำไรจ๊ะอาหารกัดในศกขมายเมียนได้ปันได้ยังอ่านวัดฉบับอาหารกัดยังอดบานเมียนในทาไปเลนคณีหายมันปลองนังเมียนลอยโยตะหอยอ้อยแบบปนเต้จำโกนอ้อยใยตาจำโกนโยตะหอยอ้อยใยตาเต้บานปันได้เบอร์ซันจีบอะไรนังปกนังอดโยลอยตะอ้อยอดเมียนฉบับกัดปีกองตะเนียเกียประคายปีปกนังโยตะอ้อยเนี่ยได้แต่ตัวเขาตระหนักจีบานจำโกนนังอดศกขมายคืออดเมียนอดอ่านวัดฉบับอดบานส่งไปแต่คลุนย้อมlên vào đây hai hà cách thử trong côn vào đây nhóm ăn vô mà ao nhóm cứ nhóm ăn bàn hà cách chẳng trên trong côn giờ đắp bằng 7 năm cứ nhóm miền bàn hà cách mới rìa chả chẳng ăn ở bọt cho bắp hà cách sọc mai cứ ăn miền tại cho bắp bàn tay ăn ở bọt bà nâng hai biệt thơ ơi rong cruд đỏ sấy nâng cụ màไปแรงแรกนี้คือวิรงครูดอกเขมรได้ชิโกนังไอกดกงการเรียนโซหรือก็โฮบฮาจะไหนกะจะไหนฮาลอยกะดำใบกดกงการเรียนโซต้องอัดบานกรุบกรวานจ้าโอเคจังให้บันเทอเอาเนิมเบรกนี่มีการไพ่คลายนะบอกหรอฮะบอกหรอคอยโดยขี้มีนไซมีนไอโดยขี้ปันท้ายกอดมีการประหยัดประหยัดให้ฉลาดจะมีนไซอัดเอาแบบปนดังเตะเบอร์ซันจะมีนให้กัดบันทอยในการคอยบอกหรอนั่งบานจานเพียรอยเป็นแตนโดยซาเพียบฉบับบอกเกย์ไปตั้งรังนั่งทัวร์มือโปรเมียนกาไพ่คลายเมียนกาปิบ้านักโครงการเมียนใส่อย่าปิบ้าจังเธอกวาดจังเหมือนจังบอกเราได้เถิมโคยหรือโมมให้อันบัดเมียนใส่เต้บัดเต้นั่งไงรีบกาปปนรูนเอากรุบกรองให้จำโกนจำไอ้ทอมดาอาภิบโคยบอกวัดกัดบันทอยบานแปะกระดาจ้าวิทัวร์อากาในการโคยบอกบรอนอมริกนั่งวิขมีนอากาจราให้มียังบรอนอมริกวิปบ้าแล้วโครงการดาวเล่งห่างไกลวิอดเบียนโอตาลนะเท่าโดยนศกขมายเยอะยังเปรียบเทียบว่าหันนี้ฮะเบียถาอากาในการโคยบอกบรอขมายนั่งบรอนอมริกบรอขมายนอมริกก็ได้ก็ปบ้าน้องการลาโคยได้มันงี้ตลอดสไลขังกล่าวบานใหญ่ๆเลี้ยงเสาเฉินนี่สไลเมียนตะเนะตะนงเนี่ยได้กูขังกล่าวสลายคณีเพลียมชับเมียนกาแต่เด็กในรูมเพจมือคณีก็ปัดแมนก็บันท้ายเพียจันสไลในนี้กีออดเมียนแต่เด็กในจมูกบารอดำใบลอยเย่
cứ đầm bay ta ca sờ bài vậy chẳng phải cho nên bỏ đó năng miên lôi cả đái bà sân bỏ đó năng mình lọ nông ca rung phết nữ sấy năng ớt sạch cục cho mũi đi nữ sấy năng ớt đa lên cho mũi miên phía tích nè đây nữ sấy tự đa đi mũi pro đầm bay vô lôi á đầm bay tẹt kia đầm bay ở bàn lôi chấm á còn rò miên á nè mà đấy bà sân chỉ miên kia đắng á miên phía kia khana mũi bà đắng chỉ đường khó cho bạp tiệt ca sờ lạnh kia đây nơi cho mũi kia rung phết trai lôi được có chỉnh châm mà nữ này hả nó chỉ khó cho bạp nè đại đại chả hay chẳng á phía chợ nó ní bờ kia đa sờ bài mũi kia cái miên bồn miên đây cái đó cái đá khôi mũi kia cái lẹ cái bằng hai khai bồn đằng hai pro năng miên tổ thôn bong khát lôi cạ mai chỉ vật năng hạ lôi chỉ lôi cạ mai chỉ vật năng cứ thác sải thôn mòn chẳng phò phía chợ còn ớt trăng ấy còn ớt trăng miên sấy hàng khéo hay su tha ớt miên tầng mà rồi phía miên nơi tầng miên chẳng bản này cái lẹ băng cái ao cái tự du tỏi bồn chả cái miên cà phê khai khôi là cột kê bật băng lôi cạ kê chẳng ạ bỏ khôi mùi chầm nón nâng cắt bàn thoi bàn tròn phía rồi mình tèn hay kê miên ca trong gì tha chế miên là bịp là bọp sẽ chi về thon ở ní bờ sân chỉ mua oi chẳng ở bồn thơ rương ấy sắp sai từក្នុងsocial media mấy chẳng cái check credit quạt tới cứ quạt chưa mà được mua đại tha nó không sung cung mà để kê ắt quan tro mà được khôi khôi chẳng tệ nó mà đấy ắt bán đấy nào bằng bồn trà social media ta bảo hàng tao khơi nhắn cứ tha mua oi cái khmạc kê à đôi sầu dương ắt sao chơi khmạc kê đấy là ngày hay chẳng rương ấy à cọ dương chân tới dương ắt khoa này mà được pro ắt khoa này chẳng hay bị thợ ca này ca đào lên khôi khăn cao bom được pro sọc mai vì miền ở ca tràn thì mỗi ở ca mệt ở ca rương đào lên sờ bộ sấy khăn cao sờ bài tràn karaoke không bar không hàng hơi nâng đào lên nôm sấy tự đi ô tai te sầm nạ bị thọc thầm tập pram lá mà máu bay đờ lá về kịch chiều mau có ban từ tập bay đờ lá đã mặc sốt hài nôm từ hàng khéo đi mà giúp đập pram lá tao mà phay lá te sầm nạ thọc bàn chụp này mà dục lôi tịch chẳng nè để miên lật phiệp mồm đó cứ miên ở ca không ca đã khôi chân trở này nơi mà đây ở đây bằng bồn nhà từ đây ô tay đó mà giúp sắt ta chiêng mà rồi đà là nè rồi chẳng tích có mà rồi đà là đây hai bờ bắt việc te mà giúp nơi ní phía trên đây bờ bốn nơi te mũi kia bờ nè na bắt việc te mà giúp cứ chỉ rương mùi để tới cái prap kia miên phiệp small trắng á nè lụi lẹ từ ní từ nú vì ai thôi bán có bản nái ta bờ bốn đắng rương bỏng hay sấy sọc đấy ta đăng khôi miền sấy miền ấy hay có trò mày kê miền sật miền nằm nà kê miền sật là ca rư do đại cụ xe lên le rư co điệp ca tham ấy kê bị trần kê lên vào đây chào bố kê lên vào đây tới cái ăn bả đôi sấy sọc mai dân thế anh tuần châm câu tới chúng ta ăn ca như thế anh châm anh tiền chẳng hay sấy sọc đấy khai han không ca lên vào đây hàng trắng bữa ta sấy kê lọ hay pro năng ban bọc pôn lọ hay ớt trong ta khôi khang cào đôi sợi pro nó sọc mai dương tệ pro sọc mai dương ban bọc pôn lọ sọc cột bẹp giang sợi trâm trâu khục lẹ mượt hai côn miền ca nghe thơ na miền business rosi hay quạt nơi ta tero sợi khang cào hay miền quạt on rương lơ k래 sợi nơi te đại chỉ mà đai nắng chỉ bọc pôn nắng rương lơ k래 có bạc cài bàn đái pro sọc hai nơi tại khôi đà miền sợi khang cào đôi xa ở ca này ca đa khôi nắng miền trà đội nhôm vậy chừng tới khang khéo sờ bài chầm nải lôi tịchนะให้พักซีสว่างไอเฉินให้ปะแปะปะปูนขณีเมียนในท่าใส่ในศกมาเยอะแล้วก็เมียนเพียบจกซอยในสลัดทอนังได้โยบได้เกอดขวาเพียเฉินสตรีนั่งกอดอดเมียนกางยี่เธอกอดเมียนประจำโนจนจำครูนไอบ่อยบานขบขวานกอดจองฮือฮาจองไฮโซโดยเก๋คืนไปได้เกเหียงเมียนลอยดาวเลียนสบายมวยขณีพอไอพ้องจ่าเปคละอดสลัดขณีเรื่องเลือแกรปันไตคืนไปได้เกเหียงเมียนลอยแย่จวบมาดองปีดอกไปได้นังวิโคยสลับพ้องจวบมาดองปีดองโอเคจวบเคลียร์ละหดจังแต่ดองโยไปได้เกเป็นมุกปังหายมุกไอจังเลยเปคลาก็มีแต่เนี่ยแต่น้องสลัดเคลียร์เรื่องการรุมเพจนังได้การรุมเนื้อสกมาได้มีนใส่ขังกลาวะจ้ะมาดูโปรฮะให้ใส่ได้เชิญมาเตาไปได้เกนังเพจเชิญมีนปีประเภทตีมุ้ยเตาเรื่องลอยจ้ะอัดเซอร์สลัดมีนเนี่ยปัญหาไปได้เกเพจเชิญมีนการเงินละมีนเตะสบายมีนลอยไก่จานจังเต้คือมีนพอสกมาแต่แต่จูบใส่เชิญจำนายป่าดาวเลยหุบจกช่างหายจุยจังหายสตรีกดจับหยอกกาหนังเรื่องตีมวยเรื่องตีปีคือเรื่องการรุมเพจหนังไอจุงก้ากดมีนได้กูกดอัดหล่อรุมเพจอัดปากกาเราไปกดจับปะไปได้เกนังปากกาเรื่องเลือแกร่หายอัดมีนลอยกับบานนะอันเตะย้อดำใบบานรุมเพชรเนยสนกสอกสูลจมูกขี้จังเรื่องแต่ปีนังเต็มหรือใส่สกมาได้โยบได้เก๋เรื่องปีเรื่องตีมวยเรื่องประ
ប្រកាសសេដ្ឋកិច្ចនឹងឯងចារឿងទី2រឿងការគេងនៅលើរឿងលើក្រែវាជាប់ចិត្តដិតអារម្មណ៍ចាហើយអញ្ចឹងសិលធម៌ស្រុកខ្មែរយើងវាធ្លាក់ចុះខាងស្ត្រីក៏ធ្លាក់ចុះខាងបរិសុទ្ធក៏ធ្លាក់ចុះស្ត្រីដែលធ្លាក់ចុះសិលធម៌ឲ្យយកប្តីគេគឺភាគច្រើនគាត់អត់សូវមានការងារធ្វើអត់សូវមានប្រាក់ចំណូលមុខរបរគាត់មិនសូវល្អគាត់មិនអាចចិញ្ចឹមក្រុមគ្រួសារគាត់រស់ហើយភាគច្រើនគាត់អត់សូវមានចំណេះដឹងខ្ពង់ខ្ពស់ស្ត្រីដែលមានចំណេះដឹងទោះបីគាត់មិនសូវមានការងារធ្វើល្អមិនសូវមានលុយកាក់គឺគាត់មិនប៉ះទេប្តីគេវាតកតងនឹងរឿងកិត្តិយសសិលធម៌ស្រុកខ្មែរយើងគេថាស្រុកខ្មែរយើងមានរបៀបរបបសិលធម៌សុជីវធម៌ល្អណាស់ចាវប្បធម៌ប្រពៃណីល្អណាស់ក៏ប៉ុន្តែខាងក្នុងហាក់ដូចជាស្អុយក៏គ្រប់ទៅវិញឃើញទេបងប្អូនទើបដឹងណាប្រុសខ្មែរឥឡូវមានស្រីច្រើនណាមិនមែនឥឡូវទេអូនចាតាំងពីយូរណាស់មកហើយតាំងពីសម័យសង្គមនិយមក៏ដោយប្រុសមានទៅខាងក្រៅមានស្រីច្រើនប៉ុន្តែសម័យនោះគេសិលធម៌គាត់នៅល្អគាត់លាក់បាំងគាត់មានស្រីក្រៅគាត់មានប្រពន្ធលួចលាក់គាត់លាក់បាំងអត់ឲ្យប្រពន្ធគាត់ដឹងទេណាហើយគាត់នៅចិញ្ចឹមប្រពន្ធថែកូនគាត់ឲ្យកិត្តិយសស្ត្រីនៅផ្ទះស្ត្រីពីដើមនៅតែផ្ទះចិញ្ចឹមកូនអត់សូវទៅធ្វើការខាងក្រៅដូចស្រីឥឡូវទេប៉ុន្តែពេលស្រីប្តីមានស្រីគឺគាត់ចេះទ្រាំទី1ប្តឹងតែប្តីមានស្រីដល់ចេះទ្រាំហើយទី2ប្តីទៅមានស្រីហ្នឹងអត់សូវឲ្យប្រពន្ធដឹងទេចេះលាក់ចាស់ពីដើមណាចឹងហើយបានគាត់អាចរស់នៅសុខសាន្តនេះដល់ចាស់ហើយសំខាន់គឺស្រីពីដើមហ្នឹងប្រពៃនេះគៀបសង្កត់ពេកទៅគាត់នៅតែផ្ទះអត់មានប្រាក់ចំណូលប្តីអ្នកចិញ្ចឹមគាត់ត្រូវតែទ្រាំរស់នៅប្តីមានស្រីអត់ហ៊ានប្រាប់អ្នកណាឲ្យដឹងទៀតខ្លាចខ្មាស់គេព្រោះវប្បធម៌ប្រពៃនេះខ្មែរយើងពេលណាលែងប្តីលែងក៏ដោយខ្លួនឯងលែងប្តីក៏ដោយខ្លាចជាស្រីមេម៉ាយលែងមានណាតដឹងធ្វើប្រពន្ធហើយចាស្រីមេម៉ាយខ្លាចទៅជាស្រីដែលគេស្អប់ខ្ពើមនៅក្នុងសង្គមដែលគេរិះគន់ដែលគេជន់ឈ្លីដែលគេមើលងាយអញ្ចឹងហើយស្ត្រីខ្មែរតាំងពីដើមពីណាពីណីមកអត់ចង់លែងប្តីទេចាលែងប្តីសឹកចិត្តទ្រាំទាំងអស់ប៉ុន្តែសម័យនេះអត់ដូចសម័យមុនទេស្ត្រីមានការងារច្រើនមានប្រាក់ចំណូលចេះរកស៊ីចិញ្ចឹមកូនហត់នឿយច្រើនគាត់អត់អាចស៊ូទ្រាំនឹងការដែលប្តីធ្វើបាបមានស្រីវិបត្តិផ្លូវចិត្តហ្នឹងឯងអញ្ចឹងភាគច្រើនគាត់ផុសនៅក្នុង social media ទៅគាត់មានរឿងឈឺចាប់គាត់ដើរវាយប្រពន្ធចង់ដើរវាយស្រីហ្នឹងហើយគាត់ផុសចេញឲ្យគេដឹងគេលើដោយសារភាពឈឺចាប់របស់គាត់សូម្បីតែខ្ញុំក៏មានភាពឈឺចាប់នឹងដូចគ្នាដែរចាយើងជាប្រុសយើងអត់ដឹងអាភាពឈឺចាប់របស់ស្ត្រីហ្នឹងឯងប៉ុន្តែបើសិនជាប្រពន្ធយើងលួចទៅផិតក្បត់មានប្រុសផ្សេងយើងនឹងដឹងអាភាពឈឺចាប់ហ្នឹងដូចគ្នាឯងពេលណាយើងធ្វើអំពើហ្នឹងដាក់គេយើងអត់ដឹងថាភាពឈឺចាប់ហ្នឹងមិនទេប៉ុន្តែបើសិនជាគេធ្វើដាក់យើងហើយយើងរងអំពើភាពឈឺចាប់ហ្នឹងណាប្រុសនឹងដឹងដូចគ្នាដែរចាព្រោះវាជាបេះដូងជាសាច់ជាឈាមប្រុសក៏ដោយស្រីក៏ដោយដូចគ្នាអញ្ចឹងខ្ញុំគ្រាន់តែនិយាយថាវាឱកាសនៃការខូចរបស់ប្រុសស្រុកខ្មែរវាមានច្រើនអញ្ចឹងណាវាមានលក្ខណៈដើរលេងខាងក្រៅវាងាយស្រួលពេកហើយស្ត្រីស្រុកខ្មែរយើងវាមានច្រើនដែលចាំនិយាយអត់ខ្វល់ពីរឿងប្តីគេឥឡូវហ្នឹងវាធ្លាក់ចុះសិលធម៌ឡើងហ្នឹងបន្តិចចាប្តីគេក៏ដោយឲ្យតែអញបានលុយអញបានសនុកសុកស្រួលរស់ស្រួលហើយអត់ខ្វល់ដឹងគេមានប្រពន្ធហើយថាដំបងមិនដឹងចុះក្រោយមកដឹងក៏នៅតែតាក់តងអាហ្នឹងដោយសារអីគាត់អត់ខ្វល់ដែលគាត់គិតថាអាងរឿងអីមួយអាងរឿងប្រុសហ្នឹងស្រឡាញ់គាត់ចាប្រុសហ្នឹងស្រឡាញ់គាត់ឲ្យលុយគាត់អីអញ្ចឹងណាហើយឆ្លើយដាក់ប្រពន្ធដើមអីទៀតអញ្ចឹងក៏មានដែរអញ្ចឹងអានេះហើយជាភាពអសិលធម៌នៅស្រុកខ្មែរយើងរឿងទី1ដែលខ្ញុំបន្ទោសគឺបន្ទោសប្តីណាបន្ទោសប្តីនឹងឯងប្រុសកុំខូចច្រើនពេកព្រោះខូចច្រើនពេកហ្នឹងហើយវាធ្វើឲ្យនៅខាងក្រៅវាអញេអញ៉ៃហើយវាប៉ះពាល់ទៅដល់រឿងគ្រួសាររបស់យើងប្រពន្ធរបស់យើងរឿងខ្មែរយើងមានច្រើនទៅហើយឥឡូវនេះនៅស្រុកខ្មែរយើងហាក់ដូចជាវប្បធម៌ដែលប្រុសដើរលេងសប្បាយខាងក្រៅឬមានស្រីខាងក្រៅឬមានប្រពន្ធចុងទៅជាវប្បធម៌ធម្មតាវប្បធម៌ធម្មតាហេប្រុសខូចអញ្ចឹងអត់ជាបញ្ហាទេកុំឲ្យស្រីខូចដើរមានប្រុសបានវាខុសបានវាស្អុយប្រុសជាមាសទឹកដប់យេចង់ដើរមានស្រីម៉ានកឆេក៏នៅតែល្អណែហើយបើដូចខ្ញុំធ្វើវីដេអូគេសិតថាខ្ញុំក្តរទៅចកោមអាចចុយម្រាយហ្នឹងខ្ញុំជេរមួយម៉ាត់ទៅចុះអាចចុយម្រាយខ្លួនឯងមានស្រីតាំងកឆេរត់កឆេអត់ខុសទេដល់ស្រីគេលែងប្តីហើយគេនៅមេម៉ាយគេមានសង្សារទៀតគេមានប្តីទៀតប្តីគេ2 3រៀបការត្រឹមត្រូវគេរស់នៅដោយស្របច្បាប់គេសិតតែមកឌីលខ្ញុំហ្នឹងសើប្រុសតាំងចកោមក្តរតាំងចកោមឃើញទេវប្បធម៌ខ្មែរគំរក់ស្អុយឲ្យលួយអញ្ចឹងស្អុយឲ្យលួយត្រង់ថាមិនឲ្យតម្លៃស្ត្រីយេខ្លួនឯងមានស្រីបានរាប់កឆេយំអស់អូអត់ខុសទេអញនៅសុបាយហើយបង្ហាញ
social media បរហាញសង្គមដើរអួតអាងមិត្តភ័ក្តិអញមានស្រីច្រើនណាអញមានប្រពន្ធចង់អញមានស្រីស្អាតស្រីក្មេងអញបកកែរឿងលើក្រែបានស្រីតោងអញច្រើនដើរអួតអាងប្រាប់បងប្អូនមិត្តភ័ក្តិហើយលាតត្រដាងនៅក្នុងសង្គមអត់ខ្លាចប្រពន្ធដើមសោះអត់ឲ្យតម្លៃប្រពន្ធដើមសោះហ្នឹងហើយលយប្រុសស្រុកខ្មែរមានស្រីច្រើនគេអួតគេលយគេនៅអាមេរិកអត់ទេខុសគ្នាត្រង់ប៉ុណ្ណឹងទោះបីគាត់រៀងមានស្រីខាងក្រៅគាត់ជាប្រុសសង្ហាស្រីតោងច្រើនក៏គាត់អត់ហ៊ានដែរអត់ហ៊ានបង្ហាញទេប្រពន្ធដឹងចុយម៉ាយឡូវហ្នឹងឯងគេលាក់គេបាំងយ៉ាវាមានខូចដូចគ្នាខ្លះដែរប៉ុន្តែបរិយាកាសសង្គមមិនអំណោយផលឲ្យគាត់ខូចទេនៅអាមេរិកអញ្ចឹងហើយបានប្រុសស្រុកខ្មែរវាយើងបើចង់ខូចណោះជីយន្តហោះទៅខូចនៅស្រុកខ្មែរណោះជាពិសេសប្រុសចាស់មានលុយយ៉ាអូមានប្រពន្ធនៅអាមេរិកចង់ខូចទៅខូចនៅស្រុកខ្មែរងាយស្រួលមិនអាចខូចនៅអាមេរិកបានងាយទេកម្រណាចាហើយអញ្ចឹងនៅវប្បធម៌ខ្មែរមួយທາງប្រុសជាមាសទឹក10ណាមានស្រីច្រើនទៅចលក់កន្លែងណាលើកមកលាងទឹកស្អាតនៅតែមាសទឹក10តែស្រីវិញអត់ទេមេម៉ាយច្រើនដងក៏ដោយមានការប្តីធំត្រូវđóគេថាស្រីក្តោទាំងចកោមប្រុសច្រើនត្រូវដឹងថាស្ត្រីមេម៉ាយពេលណាគេល្អបានគេអាចមានប្តីទៀតពេលណាស្រីនឹងល្អគ្រប់យ៉ាងតាំងពីរឿងសុខភាពផ្លូវភេទរឿងបន្តពូជខ្លួនប្រាណគេល្អចរិតគេល្អណាប្រាក់ចំណូលគេល្អគេមានសមត្ថភាពបានមានប្រុសចូលមកខ្លួនគេរៀបការជាមួយគេយកប្តីមួយអត់ត្រូវចិត្តគេលែងគ្នាគេយកប្តីមួយទៀតអត់ខុសអត់មានរឿងសង្គមមកជន់ឈ្លីគេទេមានតែលើកដំកើងនាងទៅចាខ្ញុំជាស្ត្រីដូចគ្នាដែរគឺថាខ្ញុំគាំទ្របើសិនជាយើងរស់នៅជាមួយប្តីមិនចោះសម្រងយើងកុំយកប្តីគេចាយើងលែងហើយយើងរៀបការស្របច្បាប់ឲ្យប្តីនឹងយើងរើសមកជាកំឡោះក៏ដោយជាពោះម៉ាយក៏ដោយមិនពាក់ព័ន្ធជាមួយអ្នកណាណាយើងរៀបការរស់នៅជាមួយគ្នាចង់រៀបការ10ដង20ដង30ដងពេលណានៅជាមួយមនុស្សប្រុសនឹងអត់សប្បាយចិត្តអត់មានអីដែលប្រុសរៀបការហើយមានអីធ្វើឲ្យយើងល្អមិនចូលជំរឿសជាប្តីយើងទ្រាំនៅបានលែងគ្នាទៅយ៉ាការប្តីមួយទៀតអត់ខុសទេមិនបាច់មករិះគន់ស្រីទេអញ្ចឹងសំខាន់ការធ្លាក់ចុះនៃសិលធម៌របស់បរិសខ្មែរទី1មើងងាយស្រីចាទី2អត់ឲ្យតម្លៃប្រពន្ធណាទី3ដើរសបាយអាងខ្លួនឯងមានលុយហើយនឹងមានឱកាសច្រើនអ្នកខ្លះអត់សូវមានលុយហ្មងទេប៉ុន្តែទៅបន្តិចបន្តួចចាអូសបាយខូចបានដូចគ្នាអាហ្នឹងឱកាសនៃសង្គមវាផ្ដល់បរិយាកាសឲ្យបរិសខ្មែរហ្នឹងវាមានលទ្ធភាពក្នុងការខូចច្រើនហើយស្ត្រីខ្មែរដែលគាត់អត់សូវមានប្រាក់ចំណូលហើយគាត់អត់សូវមានចំណេះដឹងក្នុងខួរក្បាលនេះចាអញ្ចឹងគាត់អសិលធម៌ទៅយកប្តីគេច្រើនដែលគាត់អត់ខ្វល់ថាប្រពន្ធដើមគេមិនពេលខ្លះដឹងថាប្រពន្ធគេមានប្រពន្ធហើយក៏អត់ខ្វល់ហ្នឹងគឺមកពីបញ្ហាហ្នឹងអញ្ចឹងយើងចែកចាយប៉ុណ្ណេះសូមអធិស្ឋានទៅដល់ប្រុសមួយចំនួនដែលខូចហ្នឹងកាត់បន្ថយទៅបើអាចឈប់បានឈប់ទៅណាបើយើងរស់នៅអត់ចុះសម្រុងគ្នាប្រពន្ធយើងអត់ល្អឬក៏យើងមានបញ្ហាអីនៅក្នុងគ្រួសារលែងលះគ្នាទៅជួយចិញ្ចឹមកូនទៅប៉ុន្តែបរិសខ្មែរមិនអាចចូលចិត្តធ្វើអញ្ចឹងទេប្រពន្ធអត់លែងទេមានតែយកថែមប្រពន្ធអត់លែងទេអញមានតែយកថែមមានតែដាក់ថែមអាហ្នឹងហើយជាវប្បធម៌ប្រុសខ្មែរ100ទាំង100នាក់ខ្លួនឯងខូចអត់លែងទេប្រពន្ធយ៉ាហ្នឹងហើយមិនលែងប្រពន្ធល្អចឹងអីហ្នឹងហើយខ្លួនឯងដើរខូចខ្លួនឯងហ្នឹងចង់យកថែមអាហ្នឹងយកបានតែបើសហប្រពន្ធគ្នាសុំលែងមើលអត់លែងទៀតរករឿងប្រពន្ធទៀតហើយបើសិនលែងវិញអត់ឲ្យលុយកាក់ចែកទៅស្របច្បាប់ទេហ្នឹងហើយកូនឲ្យទៅប្រពន្ធចិញ្ចឹមអត់ជួយចិញ្ចឹមទៀតហើយគ្មានភាពទទួលខុសត្រូវអីទេបរិសមួយចំនួនបរិសណាដែលល្អអូខេអត់អីទេកុំរិះគន់ខ្ញុំកុំតូមនោះជាមួយខ្ញុំនិយាយសម្រាប់បរិសណាដែលមិនល្អអញ្ចឹងហើយបើយើងចង់ឲ្យសង្គមយើងបានល្អកាត់បន្ថយរឿងអសិលធម៌នឹងច្រើនផ្ដើមចេញពីសង្គមគ្រួសារទូចមកខ្ញុំជួបខ្លួនឯងហើយរហូតដល់มันអាចកែតម្រូវបានហើយប្រុសខ្មែរតាខូចហើយគឺដូចឆ្កែកតុយខ្វៀនអញ្ចឹងចេះមានស្រីហើយអស់ពីមួយទៅមួយអស់ពីមួយទៅមួយចាប់ពីមួយនេះទៅមួយនោះហ្នឹងហើយអញ្ចឹងប្រពន្ធពិបាកតាមប្រពន្ធពិបាក control ហ่ะអញ្ចឹងស្ត្រីវិញទេដែលយើងត្រូវចេះអាកាត់បើសិនជាប្តីយើងខូចខ្លាំងលែងចោលទៅដូចខ្ញុំអញ្ចឹងមិនបាច់យកទេសុកចិត្តនៅមេម៉ាយដើរលេងសប្បាយឬមួយក៏យកប្តីទៀតធ្វើទៅហើយសង្គមនឹងរិះគន់ហើយដូចខ្ញុំរាល់ថ្ងៃអញ្ចឹងធ្វើវីដេអូសិតថាខ្ញុំក្តោទាំងចកោមមកចុយវាឯងអីណាអញរស់នៅស្របច្បាប់អញអត់មានបានទៅយកប្តីអាណាទេក្តោទាំងចកោមស្អីបើហែងវិញដើរមានស្រីរាប់កាឆេហែងមិនថាហែងស្រីរាប់កាឆេផងទៅក៏ដួយទាំងចកោមផងទៅខ្ញុំនិយាយឲ្យបានសោចទៅចុះនិយាយទៅខ្ញុំរកប្រកាន់មិនឃើញទេប្រុសខ្មែរមួយចំនួនអសិលធម៌ដល់ថ្នាក់ហ្នឹងណាមើងងាយស្រីណាតែខ្លួនឯងវិញដើរខូចអត់ខ្វល់ទេហើយអញ្ចឹងហើយបញ្ហានឹងវាធ្លាក់ចុះក្នុងសង្គមមកពីរឿងប្រុសជាធំបន្ទាប់មករឿងមនុស្សស្រីដែលវា
ខាងក្រៅច្រើនអញ្ចឹងដើម្បីកែលម្អសង្គមយើងទាំងអស់គ្នាហើយក៏ដើម្បីមានសុភមង្គលក្នុងគ្រួសាររួមចំណាយប៉ុណ្ណឹងចាសូមមេត្តាប្រុសហ្នឹងកាត់បន្ថយការខូចចាអាចឈប់បានឈប់ទៅប្រពន្ធយើងល្អហើយកុំមានក្រៅទៀតបើយើងរស់នៅអត់ចុះសម្រងគ្នាលែងគ្នាហើយយើងទៅមានគ្រួសារថ្មីមានដៃគូថ្មីមានសង្សារមានអីសិក្សាគ្នាទៅនៅអាមេរិកមានការលែងលះគ្នាច្រើនចាមនុស្សនៅម្នាក់ឯងច្រើនជាងស្រុកខ្មែរទៅទៀតដោយសារមិនតាគេរស់នៅអត់ចុះសម្រងគ្នាគេលែងគ្នាហើយគេនៅម្នាក់ឯងមួយរយៈហើយគេសិក្សាគ្នាយូរណាស់មុនរៀបការជាមួយគ្នាគេមិនមែនស្គាល់គ្នាមួយឆ្នាំពីរឆ្នាំគេរៀបការទេពួកគេបារម្ភផ្លាច់រៀបការហើយអត់ត្រូវអត់ចុះសម្រងគ្នាចារស់នៅប្រចាំថ្ងៃអត់ត្រូវគ្នាចរិតលក្ខណៈមិនត្រូវគ្នារឿងលើក្រែមិនត្រូវគ្នាគេកុំឲ្យមានការលែងលះគេគ្រាន់តែជួបគ្នានៅជាសង្សារត្រូវគ្នាបានប្រហែលឆ្នាំយកប៉ុណ្ណឹងអត់ទេបែកគ្នានៅអាមេរិកភាគច្រើនអត្រាទាំងប្រុសទាំងស្រីនៅម្នាក់ឯងច្រើនលែងលះក៏ច្រើនក៏ប៉ុន្តែគេអត់មានបញ្ហានៅក្នុងសង្គមបង្ហាញក្នុងសង្គមគេអសិលធម៌ដើរវាយប្រពន្ធចុងចាប្រពន្ធចុងទៅវាយប្រពន្ធដើរមកវាយប្រពន្ធចុងនឹងមានណាប្រពន្ធចុងមកវាយប្រពន្ធដើមក៏មានដែរមិនអត់ទេហ្នឹងហើយបង្ហាញនៅក្នុង social media ចានៅនេះមានការប្រច័ណ្ឌការអីបាញ់គ្នារហូតដល់ស្លាប់នៅក្នុងគ្រួសារជាពិសេសគ្រួសារជនជាតិអាស៊ីយើងហើយនិងគ្រួសារជនជាតិស្បែកខ្មៅពេលណាមានការប្រច័ណ្ឌភាគច្រើនតែប្តីប្រច័ណ្ឌស្រីឯងចាហើយបើជនជាតិស្បែកខ្មៅមានដែរប្រពន្ធប្រច័ណ្ឌប្តីចាប្រច័ណ្ឌប្តីជនជាតិស្បែកខ្មៅក៏ច្រើនដល់បាញ់ប្តីសម្លាប់ដែរមានដែរករណីអស់ហ្នឹងណាបើមានធ្ងន់ធ្ងរបងតែសួរថាគេធ្វើឲ្យសង្គមគេផ្អើលចុះសិលធម៌អីគឺអត់ទេវាមានមិនអត់ទេគឺថារឿងខ្មែរយើងមួយអូនសុកអីគេសុគន្ធណាត្រូវបានប្រពន្ធសម្លាប់ហ្នឹងក៏ខ្ញុំជឿថាដោយសាររឿងគំនាបក្នុងគ្រួសារប្រហែលជាប្តីហ្នឹងរៀងប្រច័ណ្ឌប្រពន្ធគំនាបទៅធ្វើគ្នាតឹងតែងពេកចាក៏ខ្មែរយើងធ្លាប់បាញ់សម្លាប់ប្រពន្ធខ្លួនឯងក៏មានដែរពួកនៅអាមេរិកនេះក៏ភ្លើងគេមានគ្រប់ផ្ទះចាខ្មែរយើងមានសិទ្ធិរស់នៅទិញក៏ភ្លើងបានប៉ុន្តែដល់តែពេលប្រពន្ធបាញ់ប្តីកម្រមានណាអាស៊ីយើងទៅមានមួយករណីហ្នឹងទេតែបើជនជាតិស្បែកខ្មៅវិញប្រច័ណ្ឌប្តីស្រីបាញ់ប្តីច្រើនដែរបែកខ្មៅណាចាហើយតកតងរឿងអញ្ចឹងសង្គមអាមេរិកក៏វាមានដូចគ្នាប្រច័ណ្ឌធ្ងន់ធ្ងរហ្មងព្រោះមានកំភ្លើងទ្រាំអត់បានបាញ់ទៅហើយជាប់គុកទៅអត់ដែររួចខ្លួនទេអ្នកណាសម្លាប់គេទោះបីអ្នកណាខុសណាត្រូវរឿងហេតុមកពីអ្នកណាដល់ឲ្យតែសម្លាប់ប្តីដោយប្រពន្ធដែរគឺជាប់គុកហើយដេកគុកហើយប៉ុន្តែគេអត់មានរងគ្រោះដល់កូនទេកូនត្រូវរត់ចិញ្ចឹមមើលការថែទាំពីរដ្ឋឬក៏ពីក្រមគ្រួសាររដ្ឋផ្ដល់ឧបត្ថម្ភអីចឹងទៅប៉ុន្តែអ្វីដែលមិនចុះថយនៅក្នុងសង្គមអាមេរិកគេនៅម្នាក់ឯងគេមានសិលធម៌គេមើលប្តីប្រពន្ធលោកល្អើនស្រឡាញ់គ្នាហ្នឹងភាគច្រើនគឺមានច្រើនគេបង្ហាញនៅក្នុងសង្គមចារឿងដែលមិនល្អគេមិននិយាយទៅសង្គមអាមេរិកគេដឹងប៉ុន្តែគេមិនធ្វើឲ្យអាសិលធម៌គេធ្លាក់ចុះទេបើយើងដឹងរឿងអីមួយនៅក្នុងការឡើងតឡាការនៅក្នុងការយើងមើលក្នុង website Google ឬក៏ចូលទៅក្នុង website អានអីបានយើងដឹងព័ត៌មានលម្អិតថាវាមានរឿងចេះប្តីប្រពន្ធបាញ់សម្លាប់គ្នាប្រច័ណ្ឌគ្នាអីចឹងចុះអាហ្នឹងយើងមើលក្នុងព័ត៌មានបានដឹងប៉ុន្តែនៅក្នុង social media ឬមួយក៏នៅក្នុងលក្ខណៈទូទៅបើយើងដឹងថាផ្ទះនោះមួយបាញ់សម្លាប់ប្រពន្ធយើងនៅម្ដុំហ្នឹងយើងគ្រាន់តែឃើញប៉ូលីសមកឆែកឆេររមើលអីអញ្ចឹងដឹកឡានពេទ្យឡានអីប៉ុន្តែយើងអត់ដឹងឮគេនិយាយតគ្នាអូនោះម្នាក់នោះវាមានស្រីឥឡូវប្រពន្ធវាសម្លាប់ម្នាក់នោះវាផិតប្តីវាមានប្រុសបានប្តីវាបាញ់សម្លាប់នៅនេះអត់ទេបងប្អូនចាផ្ទះគេមួយអញ្ចឹងផ្ទះគេមួយនៅចិត្តគ្នាអញ្ចឹងដូចខ្ញុំអញ្ចឹងមានផ្ទះមានរឿងអីឡានប៉ូលីសមកសឹងយើងមិនដឹងរឿងការសម្ងាត់របស់គេនឹងមិនផងអត់ដឹងទេណាថ្ងៃមុននោះប៉ែផ្លយនោះគាត់កាំងបេះដូងគាត់ស្លាប់នៅផ្ទះមានឡានពេទ្យមានប៉ូលីសមកជាប់10ឡានហើយឡានពេទ្យឡានទឹកអីមកទៀតខ្ញុំមិនដឹងថាគាត់មានបញ្ហាអីផងហើយយើងអត់ហ៊ានទៅចិត្តទេហើយអ្នកចិត្តខាងដូចគ្នាអត់ដឹងទេឈរមើលហើយធ្វើលេលើសួរថាមានបញ្ហាអីអត់ដឹងអត់មានអ្នកណាដឹងទេហើយអញ្ចឹងនៅនេះចឹងដែរឧទាហរណ៍ថាមានរឿងដូចខ្មែរយើងបាញ់សម្លាប់គ្នាថ្ងៃមុនហ្នឹងតតែព័ត៌មានគេចេញមកឡើងតឡាការ2ឆ្នាំចេញមកបានមួយដឹងបើយើងសំបីអ្នកចិត្តខាងយើងអត់ដែលដឹងថាគេមានរឿងអីទេអញ្ចឹងអត់ដែលមានអ្នកណានិយាយដើមគ្នាចាក់អូចគ្នាពីមាត់មួយទៅមាត់មួយទេដោយសាររឿងគេដូចលាក់បាំងចិត្តរឿងផ្ទាល់ខ្លួនរបស់គេហ្មងណាហើយអញ្ចឹងហើយបាននៅនេះវាអត់ចេញរឿងអសិលធម៌ក្នុងសង្គមហ្នឹងទៅ
vậy đam chỉ chơi rồi mai dương miền tà rừng ấy tu khang bỏng hay đăng tu tang bát tê đăng to này vậy đam cái này bữa nãy chật khang với dương miền tè mùi nâng miền rương đăng đập phù mà mình chăng ấy chả hay chăng sao mà lấy social media việc khang đó poster mà nè rất là đăng lươn ta nôm đấy vì ở đây khó vì dương khó ní ngay nè nhẹ chật khang nhom đôi miền rương nè phật có bắt đào lên đôi nhom chắc nhom ta đào lên cao sao tật đấy nhom ở đâu tè đấy nè chật khang trong khuyên đăng khuyên khoa khuyên vậy đào mấy khi giống thế bé má có con hiền vậy tơ na đấy khơi nhảy cọt tục là không bé đôn quan thế hay dương ta chơi khi nó không té tập pan năng ngày nắng sao là thò sẽ chi và thò nó mà đấy vì miền khó bị sọc mai dương pan năng chẳng hay nhom sông lực tuổi sọc dương miền pa nhà hàng nông cua sa miền tràn nhom đằng thằng miền tràn prok mai khôi du nó hai miền tôm tại khôi ở lợi tế cha ao từ tua square khôn ái cai đồng rợ màu hai bờ trời khné lên lẹ khné từ hay chập đam rương thầy cha hay bạch đi côn khné hai yên bạch khné hai ảnh đi miền sray tiệt ảnh đi miền pro tiệt và pôn này miền pro tăng nhà cao tiệt ấy bạch gì cứ nơi này ở tại kệ bạch khné tụi bay nó te mũi khné đó cái chụp sờ lạnh khné cái lên cục cron khné cái lên control khné cái lên vậy đam khné cái lên chluộc khné cha tại sọc mai dương ảnh chân thì chân dương ai riêng bây giờ năng tịnh đón nhóm mình ai cai tầm đầu bong ôn ban mà rồi phía rồi anh ấy còn là chia sẻ nồng po bỏ nhóm đại đam chạy pi cùng đặt sấy một pôn đôi khné cha đại quạt sẻ nồng po cho ở nhóm vậy buộc nhóm chia được nông social media vậy trên tới ai bong ôn ở miền trong nạp rõm hay đạp hay cật mở cha bờ sân dẹp hộp na lõ cho nên xong ở cuốn tay bờ pro nam toàn lõ bờ co pa nhà hà chởn miền sấy hàng trái cắt bàn thoi vậy cắt bàn thoi giống cho nên đôi ọt bàn phải giàu vậy cha chặt bao nhóm xong ở bàn chụp tay mà đòn luôn ở trời khné lên khné tới chà ta tu khó thở côn tới hay dương rồi đại cúp xe như luôn anh ấy hay bàn lực tôi bị tê dương ao miền sập hẻm cô chà hẻm cô đam tranh bị cua xa tôi muối hay thưa ơi bị tê chết dương sông cung tầng mũ miền sập hẻm cô từ tam đằng đài ok ở con trán khó tròn ấy khó con ấy cùng bạc cán chạm chụp khnéនៅវីដេអូក្រោយចាសង្ឃឹមថាប្រុសយើងលែងសូវខូចចាស្រឡាញ់ប្រពន្ធឲ្យបានច្រើនឲ្យតម្លៃឲ្យកិត្តិយសប្រពន្ធឲ្យបានច្រើនចាដូចយើងបរោះអញ្ចឹងយើងស្រឡាញ់គ្នាយើងចង់ឲ្យប្រពន្ធណាឲ្យកិត្តិយសឲ្យតម្លៃចាចង់ឲ្យប្រពន្ធហ្នឹងលើកតសើយើងចាគោរពយើងចាស្ត្រីវិញក៏ចង់បានអញ្ចឹងដូចគ្នាបើសិនពីរហ្នឹងយើងមានដូចគ្នាណាប្តីប្រពន្ធណាយើងចេះឲ្យតម្លៃចេះគោរពគ្នាចេះលើកតម្កើងគ្នាចាចេះស្រឡាញ់គ្នាស្មោះត្រង់នឹងគ្នាទៅទៀតចាភាពទាំងអស់ប្រមាណហ្នឹងស្រីក៏មានប្រុសក៏មានគ្រួសារយើងមានសុភមង្គលដែរចាប៉ុន្តែមិនដឹងហេតុអីបានប្រុសចូលចិត្តតែមានស្រីខាងក្រៅដូចខ្ញុំនិយាយអញ្ចឹងកុំសបាយជ្រុលហួសហេតុពេកចាអូខេអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយបាយរ៉ូស្កូនេះចារបស់ខ្ញុំឲ្យមើលចាតិចទៅខ្ញុំយកវាចូលផ្ទះវិញលេងនៅខាងក្រៅយូរហើយរ៉ូស្កូអូខេអរគុណច្រើនបងប្អូនដែលបានស្ដាប់វីដេអូនេះហើយចាំជួបគ្នាអ្នកណាមានបញ្ហាអីអាចខមមិននៅខាងក្រោមវីដេអូបានណាជួយលើកដំកើងទៅប្រុសកុំខូចច្រើនពេកហើយខ្ញុំដាក់បន្ទុកទៅលើប្រុសតែម្ដងគឺប្រុសខូចច្រើនពេកស្រីគាត់ដែរយកប្តីគេអានឹងវាជាកំហុសរបស់គាត់ហើយតែបើប្រុសនឹងមិនខូចទៅយកប្តីទៅដើរញ៉ែគេទៅពាក់ព័ន្ធជាមួយស្រីនឹងទេក៏វាកាត់បន្ថយខ្លះដែរវាមានដែរស្រីមួយទូចទេបន្តិចទួចទេដែលតាក់ប្រុសមុនដែលឃើញប្តីគេហើយនៅតែចង់ស្វាតបានវាមានមិនអត់ទេចានៅសង្គមណាក៏មានដែរប៉ុន្តែគាត់ថារឿងធំមកពីប្រុសបើប្រុសមិនទៅរកគេទេភាគច្រើនហ្នឹងគឺប្រុសហ្នឹងតែម្ដងអូខេបាយរ៉ូស្កូបាយអរគុណច្រើនបងប្អូនណាចាចាំជួបគ្នានៅវីដេអូក្រោយបាយ thank you so much everybody goodbye fan goodbye fan ចាសូមឲ្យប្រុសហ្នឹងណាមានភាពស្មោះត្រង់ឲ្យល្អដោយអាចារ្យខ្ញុំនេះមានស្រីស្នេហ៍តែមួយទេអត់មានច្រើននេះទេបាយហ្នឹងហើយប្រុសម៉ៅខ្ញុំក៏ចឹងដែរពាក់ម៉ៅខ្ញុំបិទតែគាត់អញ្ចឹងមែនណាគាត់ផឹកស៊ីច្រើននិយាយទូរស័ព្ទច្រើនបណ្ដាគាត់អត់ដាខូចស្រីខាងក្រៅខ្ញុំទៅស្រុកខ្មែរ3ខែក៏អត់ដែរបាត់ពីផ្ទះមកយកទេចាហ្នឹងហើយរាល់ថ្ងៃហ្នឹងក៏ចឹងដែរបើតែខ្ញុំមិនសូវស្រឡាញ់គ្នាក៏ដោយក៏គាត់មិនតាន់ទៅរកស្រីខាងក្រៅដែរលើកលែងតែបែកគ្នាលក់ផ្ទះអីតែម្ដងអាហ្នឹងសិលធម៌វាមានខ្លះដែរនៅស្រុកគេវាមានច្រើនតែអាហ្នឹងវាដោយមនុស្សប្រុសដែរណាអូខេបាយអរគុណច្រើនបងប្អូនបាយ